អូយសម្រៀបសួរអ្នកសម្រៀបហ្នឹងមកគម្រោងពួកខ្ញុំព្រលឹមឡើងគឺទៅប្រាសាទអង្គរវត្តតែម្ដងតមកពួកខ្ញុំបានញ៉ាំអាហារពេលព្រឹកកាយពួកខ្ញុំបានមកដល់ប្រាសាទអង្គរវត្តហើយស្អាតណាស់គ្នាអើយលេចកាយជើងត្បូងយកទៅទេសភាពនៅនឹងគឺស្អាតទាំងអស់ស្អាតទាំងប្រាសាទស្អាតទាំងទេសភាពនៅនឹងខ្ញុំឲ្យលេខ1ហ្មងក្រុមប្រាំងវសាណាថ្លៃមិនថាយប់មិនថាថ្ងៃស្រនងអាឡ័យក្រុមគ្រាចិននៅតែគិតចង់បានរូបចម្លាក់នៅប្រាសាទអង្គរវត្តពិតជាឥតខ្ចោះមែនអ្នកទាំងអស់គ្នាអាចទៅមើលបានខ្ញុំសូមផ្ដាំទៅអ្នកដែលគាត់បរិភោគហើយគាត់អត់យកទៅចោលគាត់ចោលតែពីនេះខ្ញុំសួរបើមិនគេយកសម្រាប់3តោនទៅដាក់មុខផ្ទះមានអារម្មណ៍មិនឆ្ងល់ដែរគាត់ចោលប៉ុណ្ណឹងបាក់ដៃមែនធ្វើជាចរិតមនុស្សខ្លះទៅកុំឲ្យគេឌីក្បែរកុំឲ្យគេថាមានលុយប៉ុន្តែអន់ចរិតណាឥឡូវនេះខ្ញុំកំពុងតែឆ្ពោះទៅថ្លង់ទ្វារខ្មោចអ្នកទាំងអស់គ្នាទៅស្វីតនៅនឹងស្អាតខ្លាំងប្រាសាទបាយ័នហ្នឹងក៏ស្អាតដែរអង្គរធំយើងហ្នឹងអ្វីដែលខ្ញុំ surprise ជាងនេះគឺមានការ free wifi អ្នកទាំងអស់គ្នាទៅនេះកុំភ្លេចទៅលេង wifi នៅសៀមរាបផងបាទនេះបងខ្ញុំទៅជាមួយគាត់ឥឡូវនេះខ្ញុំកំពុងតែចូលនៅក្នុងរុនមួយទៀតដើម្បីចូលក្នុងប្រាសាទបាពួនចូលនៅក្នុងនោះហើយដូចជាខ្លួនឯងកំពុងតែចូលក្នុងភពផ្សេងអញ្ចឹងអ្នកគ្នាដោយសារនៅក្នុងស្អាតខ្លាំងគេប្រាសាទបាពួនប៉ុន្តែគេហៅ temple run ដោយសារអីគេមានផ្លូវអញ្ចឹងអ្នកនេះគឺស្អាតអត់អ្នកគ្នាមើលទៅស្រីខាងលើគេផងអូយទៅកុំភ្លេចទស្សនានឹងជួយគ្រប់គ្រងការសរសើរស្នាដៃបុព្វបុរសយើងផងណាវាសនាថ្មីអ្នកគ្នាស្វាក៏ច្រើនសូមមកនាងកិនឲ្យច្បាស់ខ្ញុំបានទទួលសារនៅប្រាសាទតាព្រំស្អាតខ្លាំងនឹងបាំងសាបាំងស្រីអ្នកដែលជួយចិត្តមកឆាអាចមកនេះបានដោយសារមកឆាច្រើនណាចង់បានប្រហែលដុំក៏បានដែរនោះនេះនៅនឹងមកឆាច្រើនណាអាចយកបានទៅស្វីតនៅនឹងហើយទៅស្អាតទៅដល់វគ្គល្ងាចគឺពួកខ្ញុំបានទៅញ៉ាំអីនៅ Pop Street ដែរណាគ្នាតែលើកនឹងផ្លាស់ប្ដូរពីអាហារខ្មែរមកអាហាររ៉ុបម្ដងចើថាអាហារខ្មែរឆ្ងាញ់ជាងអ្នកគ្នានេះគឺជាផ្សារខ្មែរដែលគេតំបាក់ថ្មីមកទៅផ្សារស្អាតហើយថ្មីទៀតគេមានការរំជើអប្សរាយើងមើលទៀតឥឡូវអ្នកគ្នាចុកជើងវិញជីតុកមួយមើលដាក់មួយពូដាក់មួយអ្នកស្រៀបហ្នឹងសួរអ្នកស្រៀបយើងអើយថ្ងៃនេះដល់ថ្ងៃទី3ហើយពួកខ្ញុំបានទៅសារមន្ទីរហ្នឹងហើយតែកិនប្រាថ្នាក្រុមប្រាំងបាយទឹកដីអង្គរថ្ងៃណាមួយខ្ញុំមកម្ដងទៀតថ្លង់ទ្វារនេះគេហៅថាថ្លង់ទ្វារខ្មោចចុះថ្លង់ទ្វារនេះស្អាតណាស់គ្នាសម្បូរមកឆាទៀតឆាអីស្មៅយើងហ្នឹងគឺថ្លង់ទ្វារឆ្នាំងដីណាស់គ្នាទេសភាពនៅហ្នឹងស្អាតខ្លាំងថតរូបក៏អែមដែរអូ my god ខ្ញុំថតចំឡានបោះបោជីវិតនឹងបងទីប្រព្រឹត្តពួកគាត់មកធ្វើ concert នៅសៀមរាបដាក់ការ៉េមពីដើមនៅប្រាសាទនិពន្ធអ្នកនេះកុំឆ្ងល់ថានៅណានេះប្រាសាទដែលគេយកមកដាក់នៅរូបក្រាស់10000គឺប្រាសាទនិពន្ធណាតខ្ញុំជីទៅវិញហើយគេទៅភូមិប្រដាពួកខ្ញុំបានចូលញ៉ាំអាហារនៅភូមិប្រដាអាកាសធាតុមានការភ្លៀងប៉ុន្តែទេសភាពក៏មិនណយដែរក៏ស្អាតដែរពួកខ្ញុំបានចូលទិញនំអាកោអ្នកគ្នាធ្វើភ្លាមចេញពីឡមកសាកភ្លុកបញ្ចូលវីដេអូនេះខ្ញុំឲ្យ8លើ10អាកោខ្ញុំឲ្យ9លើ10វីដេអូយើងក៏ឈានដល់ទីបញ្ចប់ហើយអញ្ចឹងសូមអរគុណដល់អ្នកគ្នារយៈពេល2-3ថ្ងៃនេះគឺខ្ញុំអរគុណអ្នកគ្នាបានមើលវីដេអូនេះអរគុណច្រើន